សួស្តីមកកាន់ខេត្តដាឡាត់ប្រទេសវៀតណាមនេះវាอยู่តាមដងផ្លូវអាគារពណ៌លឿងចែងចាំងតាក់ទាញហ្នឹងគឺជាពហិឬក៏វត្តរបស់ប្រទេសវៀតណាមអញ្ចឹងការឌីហ្សាញប្រហែលទៅនឹងប្រទេសចិនដែរដោយសារវៀតណាមក៏ខ្សែស្រឡាយមកពីខាងចិនហើយប្រទេសប្រជាជនគេតាមដងផ្លូវលក់ដូររស់ស៊ីប្រហែលនឹងប្រជាជនខ្មែរយើងដែរចាប់ហួយនំនែកផ្លែឈើបាយម្ហូបក្រាសាំងហាងទូរស័ព្ទហាងកាហ្វេអីមើលទៅដូចគ្នាសឹងតែ70-80% សូម្បីតែបកគោភ្លើងប្រព័ន្ធសារភ្លើងអីហ្នឹងมันជាខុសយើងអីមិនទេខាងវៀតណាមក៏ប៉ុន្តែប្រជាជនក្នុងខេត្តគេច្រើនព្រោះចំនួនប្រជាជនសរុបគេប្រហែលជា100លាននាក់ចឹងច្រើនជាងយើង9ទៅ10ដងច្រើនមែនទែនហើយនេះស្រះទឹកក្នុងខេត្តគេកន្លែងនេះគេអត់មានដាំផ្កាឲ្យច្រើនដាំតែដើមឈើមួយស្ដាយកន្លែងដែលគេដាំផ្កាច្រើនធ្វើជាសួនខណ្ឌចែកទុំផ្លូវថតឡើងនឹងអត់តាន់ចឹងដាឡាត់គឺជាខេត្តដែលត្រជាក់សីតុណ្ហភាពចន្លោះពី15ទៅ25អង្សាអញ្ចឹងដើមឈើហើយនឹងផ្កាមើលមកស្អាតមានជីវិតជីវ៉ា feel fresh អញ្ចឹងខ្ញុំទៅនេះគឺខែ9ពេលភ្ជុំភ្លៀងដូចយើងដែរអាកាសធាតុហើយសីតុណ្ហភាពចន្លោះ18-20អញ្ចឹងយើងទៅគឺត្រជាក់ដែលធៀមអាវល្ងាហើយសន្តាគារនៅខាងដាឡាត់ហ្នឹងគេអត់ប្រើម៉ាស៊ីនត្រជាក់ទេប្រើតែដង្ហាល់រៀបរាប់បោកបាច់តាមផ្លូវហ្នឹងគឺផ្លូវទៅលេងហាងកាហ្វេនៅលើភ្នំកាហ្វេអូហៃយ៉ូឥឡូវមកដល់មុខហាងហើយថតរូប add on មួយសិននេះជាដើរឡើងទៅលើភ្នំហាងកាហ្វេអូហៃយ៉ូគ្រាន់តែលើឈ្មោះអូហៃយ៉ូយើងដឹងថាការ design គេ style គេបែបជប៉ុនអញ្ចឹងផ្លូវឡើងនឹងអត់បានថតមកកម្មចរាគេឡើងមកតឹងជើងដែរហ្នឹងដោយសារសៃពៅគេងអញ្ចឹងប៉ា3ម៉ាក់ត្រូវទូលឆាត់ឲ្យផងភ្លៀងឡើងមកទៅដល់លើហ្នឹងហើយនេះមេរៀងភ្លៀងតិចហើយបានមកដើរថតទេសភាពគេស្អាតមែនដោយសារអាកាសធាតុនៅដាឡាត់គឺត្រជាក់អញ្ចឹងដើមឈើផ្កាអីមានជីវិតជីវ៉ា fresh ហ្មង enjoy view ភ្នំមានទឹកមានត្រីមានស្ពានមានផ្ការីកស្រស់បំប្រងចម្រុះពណ៌ដើមឈើពណ៌បៃតងហើយផ្ទះបុរាណបែបជប៉ុននិយាយថាអូយ1000ប្លង់យុទ្ធនាមអស់ទីលុយញាក់សាច់តែគួរឲ្យស្ដាយយើងទៅតាមធัวជិះឡានឡើងឆ្ងាយហើយមានពេល1ម៉ោងតិចតួចទៅដល់កន្លែងលេងពេលថតហើយចៃដន្យត្រូវភ្លៀងទៀតត្រូវចាំរាំងភ្លៀងហើយបានមកដើរថតវីយូនេះឯងបានតែពាក់កណ្ដាលឲ្យគត់ដើរភ្នំគេមិនតន់សពផងមើលផ្កាគេអូយចម្រុះពណ៌ហើយបើទៅលេងខ្លួនឯងមានពេលវិញ enjoy នៅនឹង3ម៉ោងអីថតរូបញ៉ាំកាហ្វេអីអូយជីវិត enjoy នេះមានពេលដូចក្មេងៗនេះអញ្ចឹងនៅលើហ្នឹងគេមានជួលកៅអៅបែបជប៉ុនតែងខ្លួនបែបនារីជប៉ុនកូនជប៉ុនថតរូបនៅផ្ទះបែបជប៉ុនយោនិយាយថា enjoy គ្រប់ប៉ុសគ្រប់ប្លង់តែធ្វើមិនទេយើងមានក្មេងហើយនឹងមនុស្សចាស់អញ្ចឹងយើងទៅដើរលេងតាមធัวក៏វាស្រួលមួយយ៉ាងដែរគេរៀបចំផ្លែមានម៉ោងបាយទឹកឲ្យគាត់ធ្វើមនុស្សចាស់គាត់ហូបហួសម៉ោងអត់មែនទេខ្លាចឈឺអត់ស្រួលខ្លួនទៀតមិនដូចយើងក្មេងហូបម៉ោងហូបបាយអីបាយណាក៏បាននំក៏បានឲ្យតែបាននៅជាមួយ view ស្រូបខ្យល់អាកាសចឹងបែបហ្នឹងតើតែយើងដើរគ្នាឯងក្មេងចឹងទៅជីវិត enjoy your day feel the vibe grateful for this beautiful life a gift from above pure and true wrapped in love just for you enjoy your day